ពន្យល់ពាក្យស័ក្តិទិស័ក្តិសូរនៃពាក្យកទាំងពីរនេះតើវាមានលក្ខណៈខុសគ្នាដូចម្តេចខ្លះតោះមកមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យទី1កនិងលអានថាកថ្នាក់ពាក្យវិជ្ជនាមគឺមានន័យថាឧបាយយ៉ាងស្អិតល្បិចឧបាយកលល្បិចឆបោកឧទាហរណ៍ជាឧបាយកលរបស់គេទេប្រយ័ត្នចាញ់បោកគេអញ្ចឹងសរុបជារួមមកកលគឺជាល្បិចបោកប្រាស់បោកបញ្ឆោតអ្វីមួយបន្តមកទៀតគឺពាក្យកលកនិងលបន្តមួយអានថាកលថ្នាក់ពាក្យវិជ្ជកិរិយាគឺមានន័យថាទ្រពីក្រោមសែមពីក្រោមដើម្បីឲ្យស្មើមិនឲ្យលៀងឲ្យខ្ពស់ឡើងឧទាហរណ៍ដាក់កំណល់ដកឲ្យខ្ពស់ឡើងបើយើងនិយាយឲ្យងាយយល់ហ្នឹងឧទាហរណ៍ដូចជាកជើងតុកកជើងគ្រែឲ្យស្មើកុំឲ្យវាផ្អៀងគ្នា